សូមជម្រាបសួរលោកគ្រូអ្នកគ្រូខ្ញុំបាទសូមអនុញ្ញាតបាទធ្វើវីដេអូមួយទាក់ទងនឹងការបំពេញតន័យបាទផែនការរៀនសូត្របាទការបរៀននិងសាលារៀនមានប្រសិទ្ធភាពបាទតំណលីងលេខ6បាទអញ្ចឹងសម្រាប់អឺតំណលីងនេះគឺយើងឆ្នាំទៅនៅលេខ7ហើយការបំពេញគឺស្តៀងគ្នានឹងឆ្នាំទៅទេបាទអញ្ចឹងដំបូងលោកលោកស្រីអាចពិនិត្យមើលតំបន់ហេតុហើយបន្តមកកន្លែងនេះបើអត់ទាន់មានឈ្មោះសាលាទេសូមតាក់ទងទៅបកគោល IT ខេត្តដើម្បីឲ្យគាត់រើសឈ្មោះសាលាឲ្យកន្លែងនេះត្រូវមានឈ្មោះសាលាអញ្ចឹងឧបមាខ្ញុំឧទាហរណ៍ថាសាលាខ្ញុំរើសមកបាទអូខេរួចហើយតន័យរបស់សាលាខ្ញុំវានឹងទាញចេញពីប្រព័ន្ធ 3.0.3 មកបាទ 3.0.3 មកបាទដែលជាតន័យឆ្នាំទៅរបស់យើងបាទហើយកន្លែងនេះជាស្រ័យដែលយើងអត់បានដូរបាទផ្លេចកាពិតគឺ 3.0.3 បាទអញ្ចឹងតន័យមួយចំនួនត្រូវបានទាញអញ្ចឹងសូមលោកស្រីបាទលោកស្រីអាចពិនិត្យមើលកន្លែងនេះសិស្សដើមឆ្នាំហើយនិងសិស្សរៀនជាក់ស្ដែងបើសិនបើសិស្សដើមឆ្នាំនៅទីនេះតិចជាងសិស្សរៀនជាក់ស្ដែងគឺមានន័យថាតន័យសិស្សនៅតាមស៊ីតមួយនៃថ្នាក់នេះកម្រិតថ្នាក់នេះគឺវានឹងចេញមកអត់គ្រប់ទេអញ្ចឹងបើសិនជាអត់គ្រប់លោកស្រីត្រូវចូលទៅពិនិត្យនៅកន្លែង 3.0.3 នេះបាទហើយទៅត្រង់កន្លែង 3.0 ព័ត៌មានសិស្សនេះហើយសុំរើសកន្លែងសអិននេះកលំអិននេះសុំដូរមកដាក់ឈ្មោះសិស្សគឺដើមឆ្នាំទាំងអស់បាទពីលើដល់ក្រោមអញ្ចឹងបើសិស្សមាន1523នាក់គឺដាក់សិស្សដើមឆ្នាំទាំង1523នាក់បាទអញ្ចឹងខ្ញុំខ្លីទេកន្លែងហ្នឹងបាទរួចហើយលោកស្រីត្រូវបំពេញតាមជាក់ស្ដែងកន្លែងនេះបន្ទុក test ស្តង់ដាអញ្ចឹងកន្លែងនេះលោកគ្រូអ្នកគ្រូអាចរើសបានបើសិនបើលោកគ្រូអត់បានធ្វើ test ដើមឆ្នាំប៉ុន្តែលោកគ្រូបានធ្វើ test មកចត់នៅក្នុងខែមករាឬក៏ខែធ្នូឬក៏ខែវិច្ឆិកាអាចរើសតាមនឹងមកបាទឬក៏ប្រចាំឆ្នាំអាចរើសតាមនឹងមកបាទសម្រាប់ខ្ញុំមានសាលាខ្ញុំមាន test ដើមឆ្នាំអញ្ចឹងកាលណាយើងរើសកន្លែងហ្នឹងមកសូមបញ្ជាក់ថាតិន័យគឺវានឹងរត់ចូលតាមថ្នាក់មួយហើយបន្ទុករបស់សិស្សហ្នឹងនេះឃើញទេបាទ import ចូលហើយបាទអញ្ចឹងខ្ញុំទុកឲ្យតិន័យនឹង import ចូលខ្ញុំនាំលោកគ្រូអ្នកគ្រូទៅមើលកន្លែងមួយចំនួនដែលត្រូវបំពេញគឺយើងចាប់ផ្ដើមពីកន្លែង tray នេះទៅបាទ tray នេះទៅគឺយើងត្រូវបំពេញណាអញ្ចឹងភូមិអីគេបាទអញ្ចឹងដូចសាលាខ្ញុំបំពេញភូមិណាបាទសេមកឃុំកន្លែងនេះបើសង្កាត់លោកគ្រូអាចចុចរើសសង្កាត់បានណាបាទអញ្ចឹងរបស់ខ្ញុំឃុំត្រូវហើយបាទស្រុកបាទរួចហើយកន្លែងនេះគឺផែនការសាលារៀនគំរូអញ្ចឹងបើលោកស្រីធ្លាប់ប្រពេញគឺសូមរើសថាមានតន័យធ្លាប់មានណាបាទមានផែនការអញ្ចឹងដូចជាក់ស្ដែងសាលាខ្ញុំបានបំពេញផែនការសាលារៀនគំរូនឹងដើមឆ្នាំដែលខាងយកឋានគាត់ទម្លាក់មកខ្ញុំបានបំពេញហើយបាទអញ្ចឹងខ្ញុំមានគំរូហ្នឹងហើយខ្ញុំធ្លាប់បំពេញហើយអញ្ចឹងខ្ញុំមានប៉ុន្តែបើសាលាអត់មានសូមរើសថាមិនមានមកបាទកន្លែងហ្នឹងបាទអញ្ចឹងបន្តទៀតគឺសិស្សនិទេស A B C D E បាទសូមបំពេញជាលេខមកឧទាហរណ៍ខ្ញុំ7នាក់បាទ B 13នាក់ខ្ញុំឧទាហរណ៍ណាបាទ C 30នាក់បាទ D 45បាទ F 50ខ្ញុំឧទាហរណ៍ទេបាទហើយស្រី7ស្រី3ហើយស្រី5បាទនេះ10ចឹងទៅខាងនេះ20ចឹងទៅខាងនេះ30ណាឧទាហរណ៍បន្តមកសិស្សដាក់ពាក្យប្រឡងសិស្សដាក់ពាក្យប្រឡងមិនមែនជាសិស្សដែលប្រឡងជាប់ទេលោកគ្រូខ្ញុំបញ្ជាក់ឡើងវិញប៉ុន្តែអាចបើសិនជាប្រឡងជាប់100%យើងអាចយកសិស្សសរុបហ្នឹងយកមកដាក់កន្លែងហ្នឹងបាទហ្នឹងបើ100%ណាបាទប៉ុន្តែបើសិស្សយើងជាប់អត់បាន100%ទេយើងមើលដាក់ពាក្យប៉ុន្មានឧបមាខ្ញុំដាក់ពាក្យ146ដោយសារខ្ញុំជាប់100%ណាបាទហើយស្រី68អញ្ចឹងទៅណោះបាទឧទាហរណ៍អូខេប៉ុន្តែបើលោកគ្រូអ្នកគ្រូសិស្សរបស់លោកគ្រូជាប់ក្រោមហ្នឹងគឺយើងអាចដាក់ចឹងទេបាទអនេះដូចគ្នាដែរបាទយើងបំពេញមកបាទអឺឧទាហរណ៍បាទនេះថា30ចុះឧទាហរណ៍បាទ0បាទ5 20ខ្ញុំឧទាហរណ៍ទេបាទដើម្បីកុំឲ្យខាតពេលបាទ10ចឹងទៅអញ្ចឹងឧទាហរណ៍ថាខ្ញុំអត់ជាប់បាន100%ទេអញ្ចឹងសិស្សរបស់ខ្ញុំថា140ចុះឧទាហរណ៍
សិស្សដែលដាក់ពាក្យណាបាទហើយស្រីខ្ញុំថា60ចុះដាក់ពាក្យណាបាទអញ្ចឹងកន្លែងនេះគឺយើងបំពេញតាមនីតិជាក់ស្ដែងហើយបំពេញចំនួនសិស្សដែលបានដាក់ពាក្យបាទរួចរាល់ស៊ីតកន្លែងទំព័រដើមអញ្ចឹងលោកស្រីចូលមកតាមថ្នាក់នីមួយៗបាទអញ្ចឹងតាមថ្នាក់មួយគឺបន្ទុកបានទាញមកហើយបាទអញ្ចឹងបន្ទុកនេះគឺយើងទាញពីដើមឆ្នាំកន្លែងទំព័រដើមប៉ុន្តែដូចខ្ញុំនិយាយអញ្ចឹងបើសិនកន្លែងនេះគឺរើសឲ្យប្រយ័ត្នបើសិនបើគ្រូបានធ្វើតេស្តវិនិច្ឆ័យមកចត់នៅក្នុងខែធ្នូសូមរើសខែធ្នូមកអញ្ចឹងវានឹង import បន្ទុកខែធ្នូមកអញ្ចឹងខ្ញុំសម្រាប់ចុងក្រោយរបស់ខ្ញុំថាខ្ញុំយកខែយកដើមឆ្នាំជាតន័យចុងក្រោយអញ្ចឹងគ្រូអាចពិនិត្យមើលបន្ទុកហ្នឹងបាទ import មកហ្នឹងបាទណាបាទ import មកបាទរួចហើយលោកគ្រូសុំបាទលុបចេញណាលុបចេញបើមិនចឹងទេកន្លែងនេះយើងមើលទៅបាទភាគរយអីហ្នឹងគឺអត់ត្រូវទេបាទនេះបាទឃើញទេភាគរយនេះឃើញ100%បាទប៉ុន្តែយើងមើលភាគរយទី7បាទទី7របស់យើងបាទតែ4%ឯងបាទឥឡូវមើលទី9 import មកហើយយើងមើលភាគរយ3000%ជាងបាទយើងមើលថ្នាក់ទី10បាទទី10ដូចគ្នាដែរបាទ1500%ថ្នាក់ទី11បាទយើងមើលកន្លែងនឹងដែរបាទ1500%ដែរបាទ11សង្គម2000%ជាង12វិទ្យាសាស្ត្របាទ12វិទ្យាសាស្ត្រកន្លែងនេះគឺ1400% 12សង្គមបាទ2សង្គមបាទ3000%ណាបាទអញ្ចឹងកន្លែងភាគរយនេះហើយកន្លែងនេះវាលោតមានតន័យប៉ុន្តែគ្រាន់តែភាគរយយើងលើស100%អញ្ចឹងធ្វើឲ្យប្រព័ន្ធរបស់យើងវានឹងឆ្លើយថាលើស100%ដែរបាទហើយកន្លែងបំពេញមន្ត្រីរាជការដូចឆ្នាំទៅដែរគ្រូអាចបំពេញឈ្មោះមកបាទសូមបំពេញមកខ្ញុំបំពេញជាឧទាហរណ៍ខ្ញុំដាក់លេខ00អត្តលេខខ្ញុំដាក់កបាទមានតិនភេទអីគេប្រុសស្រីបន្តមកឆ្នាំកំណើតបាទថ្ងៃ15ខែ6ឆ្នាំ1990អញ្ចឹងគ្រូសេខែ6មុនមកខែ6ដក4មក15ដក1មក1990បាទសេប៉ុណ្ណឹងមកអូខេដោយសារក្នុងនេះវាដាច់ format ប៉ុន្តែនៅក្នុងតំណ link ដែលខ្ញុំភ្ជាប់ជូនគឺខ្ញុំមិនបានដាក់ format ឲ្យអត់អីទេកន្លែងហ្នឹងយើងចេញបែបហ្នឹងណាកន្លែងនេះរើសទូនាទីថាប្រធានអញ្ចឹងទៅឧទាហរណ៍ណាគ្រូកម្រិតបឋមសិក្សាកម្រិតវប្បធម៌អីគេបញ្ញាបត្របាទឧទាហរណ៍បាទបញ្ញាបត្រឬក៏សញ្ញាបត្រអីគឺដាក់នឹងមកគុណវុឌ្ឍមានឬក៏មិនមានបើមិនមានដាក់ថាមិនមានមកឯកទេសបើមិនមានទេចំហមកបាទសកម្មភាពបង្រៀនបើមិនបង្រៀនដាក់មិនបង្រៀនឬក៏ខ្វែងមកបើសិនជាទទេផែនការបើគ្មានខ្វែងមកបាទខ្វែងនេះគ្នាមកបាទខ្វែងដែរមកអញ្ចឹងតំណែងហ្នឹង100%ហើយបាទហើយយើងទៅមើលនេះមានន័យថាយើងបំពេញចប់ហើយគ្រូបាទទៅមើលកន្លែង data របស់យើងបាទយើងទៅមើល data សិនអូខេអញ្ចឹង data យើងមានតំណែងប៉ុន្តែវឌ្ឍនភាពយើង200ដល់2000%ជាងអញ្ចឹងដើម្បីបំបត្តិអាភាគរយហ្នឹងលោកស្រីពេលដែលបាទត្រួតពិនិត្យតំណែងទាញមកហើយសូមផ្ដាច់រូបមន្តវាលើសភាគរយដោយសារយើងប្រើរូបមន្តនេះរូបមន្តទាញតំណែងមកអញ្ចឹងវាធ្វើឲ្យភាគរយយើងលើសអញ្ចឹងសូមផ្ដាច់មកចុចលើកលឹម J6 បាទ J6 ដោយសារតំណែងយើងទាញពី J6 តបមកដល់ AC ណាបាទនេះ AC នេះហើយយើងយកតំណែងក្រោមគេបង្អស់បាទក្រោមគេបង្អស់មកនេះបាទត្រឹមនេះយើងចុច C ឲ្យជាប់មកហើយយកម៉ៅយើងហ្នឹងមកคลิกចំសិស្សតែក្រោមគេហ្នឹងកន្លែង AC ហ្នឹងហើយលោកគ្រូ Ctrl C មករួចហើយលោកគ្រូបាទផាសតិន័យហ្នឹងបាទផាសតិន័យហ្នឹងចូលបាទសូមម៉ៅស្ដាំលើហ្នឹងមកហើយយកផាស special បាទ value only ឬក៏លោកគ្រូប្រើអក្សរកាត់ Ctrl C អក្សរ V បាទអញ្ចឹងខ្ញុំអត់ចង់ចុចចឹងទេខ្ញុំប្រើអក្សរកាត់ដើម្បីទាញតំណែងហ្នឹងមកគឺ control បាទ control shift ហើយនឹងអក្សរ V នេះ control shift អក្សរ V បាទនេះអញ្ចឹងតំណែងហ្នឹងវាបានផ្ដាច់ហើយគ្រូអាចយកម៉ៅមកคลิกកន្លែងរូបមន្តហ្នឹងឡើងមានអីគេណាបាទហើយទៅមើលកន្លែងភាគរយបាទភាគរយរបស់យើងចាំមើលវាដូរអត់បាទកន្លែង
វានឹងដូរភាគរយមក100%គេណាបាទថ្នាក់ទី8ក៏ធ្វើចឹងដែរបាទទី8ធ្វើដូចចឹងដែរមកផ្ដាច់រូបមន្តចេញមកបាទដាច់ដូចខ្ញុំបង្ហាញអញ្ចឹងបាទពី J6 មកដល់ AC ចុងក្រោយសិស្សយើងចុងក្រោយប៉ុន្មានយើងយកប៉ុណ្ណឹងបាទ Ctrl C Shift Ctrl អក្សរ V បាទអញ្ចឹងគេណានេះវា0វានេះថាវាដាច់ណាបាទអូខេបាទនេះខ្ញុំទៅទី9ទៀតបាទខ្ញុំធ្វើបែបនឹងរហូតទាល់តែអស់បាទទាល់តែអស់ណាបាទដល់ AC បាទកុំឲ្យលើសគ្រូលើសដាច់រូបមន្តគេណាបាទនេះត្រឹម AC ហ្នឹង Ctrl C បាទ Shift Ctrl V បាទរួចហើយចឹងយើងមើលរូបមន្តនេះវានឹងដូរឲ្យបាទអូខេកន្លែងនេះវានឹងដូរពី3000មកនៅ100%វិញបាទឃើញទេបាទទី10ដូចគ្នាដែរយើងធ្វើបែបហ្នឹងមកទាល់តែអស់ណាបាទទាល់អស់មកអូខេដល់ AC កុំឲ្យលើស AC ណា J6 មកដល់ AC ហើយនឹងសិស្សចុងក្រោយរបស់យើងណាបាទចុច C ជាប់យកមកคลิกអាហ្នឹងមកបាទ Ctrl C Shift Ctrl អក្សរ V បាទខ្ញុំទៅទៀតហ្មងទៅកុំឲ្យខាតពេលកុំឲ្យវីដេអូយើងវែងពេកបាទคลิก select លើគេបាទចូល AC នេះបាទមួយសង្គមចឹងសូមបញ្ជាក់ថាបើសិនជាលោកគ្រូមិនផ្ដាច់រូបមន្តទេកន្លែងតិន័យនឹងវានឹងចេញលើ100%បាទលើ100%ណាបាទខ្ញុំផ្ដាច់ឲ្យអស់អូខេរួចហើយបាទអញ្ចឹងខ្ញុំបន្តទៀតបាទនេះគឺជា report ជានីតិបាទជានីតិអញ្ចឹងពេលដែលដើរចប់កន្លែងនេះវាលែងលោតលើ100%ហើយវានឹងលោត100%វិញកន្លែងនេះណាបាទអញ្ចឹងពេលដែលដើរចប់វាលែងលើស100%ណាបាទអញ្ចឹងខ្ញុំទៅមុខទៀតបាទកន្លែងនេះអឺពេញកាល័យចុះជួយប៉ុន្មានដាក់ប៉ុណ្ណឹងមកបាទបន្ទាប់មកបញ្ជីឈ្មោះគ្រូគឺវារត់ direct ឲ្យទៀតគ្រូបាទបន្ទាប់មកបញ្ជីធ្វើផែនការបាទអញ្ចឹងកន្លែងនេះគ្រូបើសិនជាឃើញចន្លោះតនេអាចចុចលើនឹងមកហើយចុចអូខេណាបាទចុចនឹងមកចុចអូខេទៅពីនោះវានឹងចាប់ combine ទុកនៅតែតារាងដែលមានទេតារាងដែលអត់មានគឺវាហាយឲ្យយើងអូតូណាបាទហើយកន្លែងនេះលោកលោកស្រីអាចរើសបាទនាយកឬក៏នាយិកាបាទចុចរើសមកអញ្ចឹងតន័យហ្នឹងយើងនឹងទាញទៅតន័យផ្សេងទៀតថ្ងៃខែនេះយើងព្រីនមកទៅសេខាងក្រៅមកបាទអូខេអញ្ចឹងកន្លែងនេះដូចគ្នាដែរបាទយើងអាចជ្រើសរើសដូចគ្នាបាទហើយកន្លែងនេះនាយកវានឹងរត់ចូលមកកន្លែងនេះអូតូហើយណាបាទដោយសារយើងភ្ជាប់រូបមន្តហើយបាទហើយបើសិនជាគេតម្រូវឲ្យ print លោកលោកស្រីអាច print តាមកម្រិតថ្នាក់មួយមកបាទកន្លែងលេខ4នេះក៏ដូចគ្នាដែរបាទអាចរើសតាមថ្នាក់មួយមកហើយបាទសុំ print មកយើងមានលទ្ធផលជានិទេសក៏ដូចជាបន្ទុកបាទក្នុងនេះណាបាទអញ្ចឹងអាច print ដូចគ្នាមកបាទហើយកន្លែងនេះគឺយើងអាចចុចដូចគ្នាបាទនេះដូចខ្ញុំនិយាយមិញចុចអូខេមកវានឹងហាយមកដល់ទុកតែសិស្សយើងនៅឯបាទណាបន្តមកដូរថ្នាក់ផ្សេងទៀតទៅ7មកខ្ញុំទៅថ្នាក់ដែលមានសិស្សច្រើនថ្នាក់ទី 10A 67អញ្ចឹងក្នុងនេះឃើញតែ52នេះបាទអញ្ចឹងសិស្សរបស់យើងគឺ67អញ្ចឹងសូមចុចអាកន្លែងហ្នឹងម្ដងទៀតមករូបឡើងចុចអូខេទៀតទៅអញ្ចឹងវានឹងពលាតទៅដល់67បាទវាចាប់យកទៅកន្លែងដែលមានតន័យរបស់យើងណាបាទតមកស៊ីតបន្តទៀតបាទដូចគ្នាដែរផែនការ6ឆ្នាំនេះបាទអញ្ចឹងដូចឆ្នាំទៅទេកន្លែងនេះគឺអូតូម៉ាទិកបើសិនបើលោកគ្រូបានធ្វើតេស្តបញ្ចូលបន្ទុកតេស្តចូល3ឆ្នាំក៏ដូចគ្នាដែរបាទនេះបាទហើយកន្លែងនេះ data សម្រាប់យើងចូលទៅមើលឃើញទេ100%ណាមុនហ្នឹងគឺវាអត់លោត100%វាលោតប្រហែល1000%ដោយសារយើងអត់ផ្ដាច់រូបមន្តអញ្ចឹងវីដេអូរបស់ខ្ញុំមានប៉ុណ្ណេះបាទហើយសង្ឃឹមថាលោកគ្រូអាចអឺ
ប្រើវីដេអូនេះដើម្បីបំពេញនៅតន័យហើយបើសិនមានចម្ងល់អាចតាក់ទងបាទសួរបុគ្គលខេត្តឬក៏អាចសួរតាមប្រធានតំបន់បាទអញ្ចឹងសូមអរគុណសូមជម្រាបលាបាទ